បាទថ្ងៃនេះខ្ញុំបានមកដល់ប្រាសាទព្រះស្ទឹងជាប្រាសាទបុរាណកាលពីសតវត្សទី12សំណង់បុរាណដែលមានមុខ4ស្រស់ញញឹមអាចចាត់ទុកថាជាព្រះហើយសំណង់ដែលនៅក្បែរបារាយណ៍ប្រភពទឹកដើម្បីផ្គត់ផ្គង់ទីក្រុងនេះធ្វើឲ្យអ្នកស្រុកយល់ថាជាស្ទឹងចឹងក្បែរស្ទឹងឬក្នុងបរិវេណស្ទឹងមានប្រាង្គប្រាសាទដែលមានមុខព្រះនេះអាចជាមូលហេតុដែលនាំឲ្យអ្នកស្រុកដាក់ឈ្មោះថាប្រាសាទព្រះស្ទឹងគឺជាប្រាសាទរបស់ព្រះមុខ4ដែលសង់នៅលើទីទំនាបក្បែរបារាយណ៍ដែលច្រឡំថាជាស្ទឹងប្រាសាទព្រះស្ទឹងកសាងក្រោមរាជព្រះបាទជ័យវរ្ម័នទី7ពីព្រោះជ័យវរ្ម័នទី7ជាក្សត្រស្ថាបនិកនៃពុទ្ធសាសនាមហាយានពុទ្ធសាសនាមហាយានគឺជាលទ្ធិអប់រំមនុស្សតាមរយៈធម៌4យ៉ាងគឺមេត្តាករុណាមុទិតាឧបេក្ខាដែលបានកសាងព្រះភ័ក្ត្រចំនួន4នេះជានិមិត្តរូបនឹងក្លាយជារចនាបថនៅសតវត្សទី13គឺជារចនាបថបាយ័នដោយសារប្រាង្គប្រាសាទព្រះស្ទឹងដែលមានមុខព្រះប្រភព4នេះសង់នៅក្បែរបារាយណ៍ទើបនៅទីនោះមានទីលាននៅជាប់នឹងទឹកបារាយណ៍ដែលអាចថាជាកំពង់ហើយនៅក្រោមទីលានបំណន់ជាប់មុខកំពង់ត្រូវបានជាងឆ្លាក់ជារូបហង្សក្បាល3ហង្សក្បាល3គឺជានិមិត្តរូបនៃត្រីមូរតិឬត្រៃសរណៈក្នុងពុទ្ធសាសនាហើយក្រោមរាជព្រះបាទជ័យវរ្ម័នទី7ហង្សក្បាល3ឬក៏តម្រៃក្បាល3តែងមានលក្ខណៈពិសេសត្រង់ថាក្បាលកណ្ដាលនៃហង្សក្តីនៃតម្រៃក្តីមានទំហំធំជាងក្បាលសងខាងនេះគឺជាលក្ខណៈសម្គាល់ខ្លះៗដែលយើងចំណាំតមករបស់រចនាបថព្រះបាទជ័យវរ្ម័នទី7ហង្សក្បាល3នៅទីនេះសម្រាប់ប្រាសាទព្រះស្ទឹងនិងតម្រៃក្បាល3សម្រាប់ប្រាសាទផ្សេងទៀតនិងប្រាសាទអង្គរធំនៅសៀមរាបបាទនេះគឺជាព័ត៌មានខ្លះៗនៃប្រាសាទជាផ្នែកមួយនៃប្រាសាទព្រះខ័នកំពង់ស្វាយក្នុងខេត្តព្រះវិហារនេះគឺជាលាននៃបំណន់ដែលជាប់នៅបារាយណ៍ក្បែរប្រាសាទស្ទឹងព្រះស្ទឹងគឺជាឈ្មោះប្រាសាទមួយក្នុងចំណោមប្រាសាទបាកាននៅស្រុកកំពង់ស្វាយចំនួនមុនដែលឥឡូវជាទឹកដីព្រះវិហារហើយជាទូទៅរចនាបថឬក៏ក្បាច់លម្អនៃក្រុមឬក៏ក្រុមប្រាសាទបាកានតែមានរូបហង្សធម្មតាហង្សក្បាល1ហើយយើងឆ្ងល់ហេតុអីបានគេឆ្លាក់ហង្សក្បាល3ចឹងដើម្បីរកចម្លើយឃើញមូលហេតុនៃការឆ្លាក់ហង្សក្បាល3លុះត្រាតែសម្បត្តិនិងបងប្អូនទៅរកចម្លើយថាហេតុអីបានឆ្លាក់តម្រៃក្បាល3ហេតុអីបានដូនតាយើងធ្វើកសាងប្រាង្គប្រាសាទកំពូល3ឬក៏ទ្វារដែលមានប្រាង្គ3ចូលទៅប្រាសាទធំរឿងឆ្លាក់3ឆ្លាក់5ឆ្លាក់7ឬរហូតដល់9ត្រូវគោរពតាមនិមិត្តរូបនៃលេខសេសៈឬលេខសេសជានិមិត្តរូបនៃទេវដ្ឋានហង្សនេះគឺជាហង្សដែលភាសាសំស្ក្រឹតថាហំស័កសំស្ក្រឹតឬក៏ហង្សជាភាសាខ្មែរគឺជាបក្សីសួរយានជំនិះរបស់ព្រះព្រហ្មនៅប្រាសាទបុរាណនៅទីនេះក៏ដូចជានៅវត្តពុទ្ធសាសនាចំនួនបច្ចុប្បន្នគេតែមានបង្គោលហង្សដែលដាក់ឲ្យខ្ពស់ខាងលើព្រោះជាបក្សីសួរដែលទ្រព្រះព្រហ្ម
ទេពនៃការបកកើតលោកដែលមានព្រះភ័ក្ត្រ4វាស៊ីគ្នានៅនឹងប្រាង្គមុខ4នៃប្រាសាទព្រះស្ទឹងនេះប្រាសាទព្រះស្ទឹងដែលមានប្រាង្គមុខ4ប្រៀបប្រដូចជាព្រះព្រំទេពនៃមេត្តាធម៌មេត្តាករុណាមុទិតាឧបេក្ខាហើយព្រះព្រំតាមទេវកថាគង់នៅលើហង្ស័កហើយក្នុងពុទ្ធសាសនាក្តីក្នុងព្រហ្មញ្ញសាសនាក្តីក្នុងវប្បធម៌ខ្មែរដែលបញ្ចូលគ្នានេះតែងយកនិមិត្តរូបត្រីមូរតិផ្នែកព្រហ្មញ្ញសាសនាឬត្រៃសារណៈក្នុងពុទ្ធសាសនាសម្គាល់ថាហង្សក្បាល3ចម្លាក់នៅទីនេះក៏ដូចជាដំរីក្បាល3នៅទីផ្សេងជាពិសេសនៅអង្គរធំសម្គាល់ថាក្បាលកណ្ដាលតែមានទំហំធំជាងក្បាលសងខាងដំរីក្បាលកណ្ដាលធំជាងក្បាលស្ដាំឆ្វេងអញ្ចឹងហង្សក្បាល3ជានិមិត្តរូបស្រដៀងគ្នានឹងដំរីក្បាល3ដែលជានិមិត្តរូបរួមនៃត្រៃសរណគមផងក្នុងពុទ្ធសាសនាត្រីមូរតិផងក្នុងព្រហ្មញ្ញសាសនាឬក៏ក្នុងតតភាពក្នុងសង្គមជំនាន់នោះគេថាត្រៃក្សត្រដែលមានក្សត្រ3អង្គក្សត្រទី1គឺជ័យវរ្មៈទី7ហ្នឹងក្សត្រទី2គឺជ័យរាជទេវីក្សត្រត្រីហើយក្សត្រត្រីមួយទៀតគឺឥន្ទ្រទេវីអញ្ចឹងចាប់ពីសតវត្សទី12ក្រមរាជព្រះបាទជ័យវរ្មៈទី7គេតែងតែឃើញនិមិត្តរូប3ដែលយកលំនាំតាមព្រហ្មញ្ញសាសនាគឺជាការសញ្ញោគនយោបាយសាសនាឲ្យមានចំណុចរួមមួយ3នៅក្នុងព្រហ្មញ្ញ3នៅក្នុងព្រះពុទ្ធហើយនឹង3នៅក្នុងសង្គមចាស់ស្ដែងគឺតែងតែ3ដើរឲ្យមាន3ស្រដីឲ្យមាន4អញ្ចឹងហេតុដែលគេឆ្លាក់ហង្សក្បាល3នៅទីនេះមកពីគេចង់ឆ្លាក់ហើយគេចង់ឆ្លាក់3មិនឆ្លាក់4ព្រោះ3ជាចំនួនសេសៈដែលជានិមិត្តរូបនៃទេវឋានពីព្រោះទីនេះគឺជាលាននៃបំណន់នៅទីមុខប្រាសាទព្រះស្ទឹងដែលជាទេវឋានឬទេវៈនេះជាមូលហេតុដែលគេឆ្លាក់ក្បាល3ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍គឺថាក្បាលកណ្ដាលនៃហង្សធំជាងក្បាលសងខាងដូចគ្នាទៅនឹងក្បាលកណ្ដាលនៃដំរីក្បាល3នៅអង្គរធំនោះវាធំជាងក្បាលសងខាងដូចគ្នានេះគឺជាទស្សនវិស័យ logo brand ឬក៏និមិត្តរូបដោយឡែករបស់ព្រះបាទជ័យវរ្មៈទី7ដែលតែងយកចំនួន3ជានិមិត្តរូបទាំងដំរីទាំងហង្សទាំងតួអង្គក្សត្រីត្រៃក្សត្រឬក៏សៃសរណគមព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយរូបចម្លាក់នៅប្រាសាទចតុមុខអមាញ់មិញគេបានរកឃើញបដិមាស្ត្រីទូលព្រះគម្ពីរដែលគេរក្សាទុកនៅសារមន្ទីរជាតិនៅភ្នំពេញហើយអក្សរសរសេរនៅលើព្រះគម្ពីរថ្មលើប្រកេះរបស់ទេពស្រីហ្នឹងគឺអត្ថន័យរួមក្រៅពីមានន័យយកពុទ្ធយកពធយកប្រសង់ជាទីពឹងនេះជាមូលហេតុនៃការឆ្លាក់ហង្សក្បាល3